ជីវិតមិនមែនតែងតែផ្ដល់ឲ្យយើងនៅអ្វីដែលយើងចង់បានទេពេលខ្លះយើងខំស្រឡាញ់មនុស្សម្នាក់អស់ពីចិត្តប៉ុន្តែចុងក្រោយគេនៅតែជ្រើសរើសចាកចេញពេលខ្លះយើងខំប្រឹងប្រែងអស់ពីសមត្ថភាពប៉ុន្តែលទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុកនៅពេលនោះយើងត្រូវរៀនលះបង់លះបង់មិនមែនមានន័យថាយើងចាញ់ទេលះបង់មានន័យថាយើងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីទទួលស្គាល់ថាអ្វីមួយមិនអាចនៅជាមួយយើងបានជារៀងរហូតបើគេចង់ចាក់ចេញចូលឲ្យគេចាក់ចេញកុំរត់តាមមនុស្សដែលមិនចង់នៅអ្នកអាចស្រឡាញ់គេប៉ុន្តែមិនអាចបង្ខំឲ្យគេស្រឡាញ់អ្នកបានទេអ្នកអាចផ្ដល់អ្វីជាច្រើនប៉ុន្តែមិនអាចបង្ខំឲ្យគេឲ្យតម្លៃអ្នកបានទេដូច្នេះប្រសិនបើថ្ងៃណាមួយនរណាម្នាក់ជ្រើសរើសចាកចេញពីជីវិតអ្នកចូលឈឺចាប់បានចូលយំបានប៉ុន្តែកុំបាត់បង់ខ្លួនឯងដោយសារមនុស្សម្នាក់ដែលជ្រើសរើសមិននៅជាមួយអ្នកមនុស្សដែលសមនឹងអ្នកមិនធ្វើឲ្យអ្នកត្រូវអង្វរដើម្បីទទួលបានក្តីស្រឡាញ់ទេអតីតកាលមិនអាចផ្លាស់ប្ដូរប៉ុន្តែអនាគតនៅក្នុងដៃអ្នកប្រហែលអ្នកធ្លាប់ធ្វើខុសប្រហែលអ្នកធ្លាប់បាត់បង់មនុស្សសំខាន់ប្រហែលអ្នកធ្លាប់បរាជ័យប្រហែលអ្នកធ្លាប់មានថ្ងៃដែលគិតថាជីវិតរបស់អ្នកគ្មានផ្លូវទៅមុខប៉ុន្តែសូមចាំថាកំហុសរបស់អ្នកមិនមែនជាអត្តសញ្ញាណរបស់អ្នកទេអ្នកអាចរៀនពីវាអ្នកអាចកែប្រែខ្លួនអ្នកអាចចាប់ផ្ដើមម្ដងទៀតថ្ងៃនេះអាចមិនល្អប៉ុន្តែវាមិនមានន័យថាថ្ងៃស្អែកនឹងមិនល្អដែរកុំខ្លាចការចាប់ផ្ដើមថ្មីពេលខ្លះយើងខ្លាចលះបង់ព្រោះយើងគិតថាបើខ្ញុំលះបង់ខ្ញុំនឹងគ្មានប៉ុន្តែការពិតគឺនៅពេលអ្នកលះបង់អ្វីដែលធ្វើឲ្យអ្នកឈឺចាប់អ្នកកំពុងបើកកន្លែងសម្រាប់អ្វីដែលល្អជាងនេះបាត់បង់មនុស្សម្នាក់មិនមែនមានន័យថាអ្នកបាត់បង់អនាគតទេបរាជ័យមួយครั้งមិនមែនមានន័យថាអ្នកជាមនុស្សបរាជ័យទេការចាប់ផ្ដើមយឺតមិនមែនមានន័យថាអ្នកមិនអាចទៅដល់គោលដៅទេ